សួស្តីបងប្អូនឥឡូវខ្ញុំមកនិយាយអំពីក្រាស់ឡានស្រុនលីទៀតអីព្រោះថារឿងព្រេងខ្ញុំនិយាយច្រើនដែរអញ្ចឹងណាតែឥឡូវសូមនិយាយមកពីឡានម្ដងចាឡាននេះគឺជាឡាន Visto តែឡានរបស់ក្រុមហ៊ុនទេក្រុមហ៊ុនព្រេងទេតែខ្ញុំចង់បញ្ជាក់ថាសម្រាប់នៅក្រាស់ស្រុនលីហ្នឹងគឺអត់ខ្វល់ឡានជាឡានតូចឡានធំឡានធុនធ្ងន់ឡានដឹកទំនិញបកកឬមួយក៏ឡាន Visto គ្រប់សេរីគីអីហ្នឹងគឺពួកខ្ញុំមានធ្វើការជួសជុលហើយតើតើជាមួយនឹងជាងគឺមានបទពិសោធន៍ច្រើនឆ្នាំតើតើនឹងវិស័យជួសជុលយានយន្តអញ្ចឹងណាបងហើយបើបងអាចនិយាយទៅចោលតាមចិត្តទៅអញ្ចឹងអាចយកឡានមកត្រួតពិនិត្យបានជៀសវាងបញ្ហាតាមផ្លូវឬមួយក៏ដើម្បីសុខភាពខ្លួនឯងផងអញ្ចឹងណាហ្នឹងហើយបើសិនជាចង់បានព្រេងសិនខ្ញុំដាក់លេខទូរស័ព្ទនៅខាងលើអាចតាក់ទងជាមួយនឹងលេខទូរស័ព្ទទៅហើយណែខាងក្រៅឡានក៏ពួកខ្ញុំប្រើលេខទូរស័ព្ទក្រុមហ៊ុននេះដែរអញ្ចឹងខ្ញុំដាក់នៅ description អញ្ចឹងណាហើយឡានដែលចង់និយាយខាងព្រេងឲ្យប្រដៅមាន promotion អញ្ចឹងចំពោះការយកឡានបដូរព្រេងនៅក្រៅឡានទូលីពួកខ្ញុំក៏មាន discount ឲ្យដែរហើយថែមជូន11មុខច្រើនណាស់បើចង់ដឹងមកហើយអធិស្ឋានបងប្អូនណាខ្ញុំរៀងចង់និយាយថាសកលទៅនិយាយដូចចង់ទៅដឹកមែនតែថ្ងៃនោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ